ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនេះខ្ញុំមកធ្វើឆាម្រះប្រៅសាច់ជ្រូកច្រាំបងប្អូនចាំមុខម្ហូបមុខនេះដែរគឺងាយស្រួលធ្វើទេហើយវាគ្រឿងផ្សំវាមានតែបន្តិចគឺយើងអាចធ្វើហូបបានហើយតែអញ្ចឹងទៅមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នាចាខ្ញុំមានសាច់ជ្រូកសណ្តែកគួរម្រះប្រៅម្ទេសខ្ទឹមបងប្អូនជាដំបូងគឺខ្ញុំយកសាច់ជ្រូកនេះខ្ញុំយកសាច់សុទ្ធណាបងប្អូនចូលចិត្តសាច់ជាប់ខ្លាញ់សាច់បីជាន់នេះក៏អាចយកមកឆាបានដែរតែខ្ញុំថ្ងៃនេះខ្ញុំយកសាច់សុទ្ធយកមកច្រាំចាំបន្ទាប់ពីច្រាំសាច់ជ្រូកបានម៉ត់ហើយនេះខ្ញុំយកវាទុកម្លាយសិនតមកទៀតនេះខ្ញុំមកហាន់សណ្តែកគួរចាចំពោះសណ្តែកគួរនេះខ្ញុំហាន់ខ្លីៗបងប្អូនយកដើម្បីធ្វើជាបន្លែនៃមុខម្ហូបឆាម្រះប្រៅមុខនេះហើយស្លឹកម្រះប្រៅវិញនេះខ្ញុំបេះមុននឹងបេះគឺយកវាទៅលាងទឹកសិនណាបងប្អូនខ្ញុំដាក់រៀងច្រើនតមកនេះខ្ញុំបុកខ្ទឹមនិងម្ទេសចាចំពោះម្ទេសនេះខ្ញុំលាយម្ទេសម្លែដែរបងប្អូនដោយសារម្ទេសម្លែវាអត់សូវហឹរប៉ុន្តែវាមានពណ៌ល្អអញ្ចឹងពេលយើងឆាវាមើលទៅវាអត់ស្លេកតមកនេះខ្ញុំដាក់ប្រេងឆាឲ្យក្តៅរួចយកខ្ទឹមនិងម្ទេសដែលបានបុកហើយហ្នឹងមកឆាឲ្យវាឈ្ងុយសិនតមកខ្ញុំដាក់សាច់ជ្រូកចូលហើយនេះខ្ញុំឆាឲ្យសាច់ជ្រូករៀងជិតឆ្អិនណាបងប្អូនទៅខ្ញុំផ្សំគ្រឿងខ្ញុំដាក់ស្ករអំពៅចំនួន1ស្លាបព្រាបាយប៊ីចេង1ស្លាបព្រាកាហ្វេម្សៅស៊ុបមាន់1ស្លាបព្រាកាហ្វេទឹកស៊ីអ៊ីវចំនួន2ស្លាបព្រាបាយប្រេងខ្យងចំនួន2ស្លាបព្រាបាយដែររួចនេះខ្ញុំឆាឲ្យសាច់ជ្រូកវាចូលជាតិបន្តិចសិនចាំបន្ទាប់ពីសាច់ជ្រូកវាចូលជាតិហើយនេះខ្ញុំបន្ថែមទឹកស៊ីអ៊ីវខាប់បន្តិចបងប្អូនព្រោះទឹកស៊ីអ៊ីវខាប់នេះបងប្អូនមិនចូលចិត្តមិនដាក់ក្បាលណានេះខ្ញុំដាក់គ្រាន់តែយកពណ៌វាកុំឲ្យសាច់ជ្រូកយើងមើលទៅវាសស្លេកពេកអញ្ចឹងណាហើយនេះខ្ញុំឆាវាមួយសន្ទុះទៀតមើលទៅវាកោកពេកនេះខ្ញុំបន្ថែមទឹកចំនួន7កូនកែវចាំបន្ទាប់ពីថែមទឹករួចហើយនេះខ្ញុំដាក់សណ្តែកគួរចូលតែម្ដងរួចឆាឲ្យសណ្តែកគួរនោះវារៀងឆ្អិនបន្តិចនេះខ្ញុំដាក់ស្លឹកម្រះប្រៅចូលណាចាចំពោះស្លឹកម្រះប្រៅបងប្អូនចូលចិត្តច្រើនដាក់ច្រើនដូចខ្ញុំទៅបើមិនសូវចូលចិត្តដាក់តិចក៏បានដែរហើយកូរវាពី3ត្រឡប់អញ្ចឹងមកចាចំពោះរសជាតិបងប្អូនអាចថែមថយតាមចំណង់ចំណូលចិត្តណាចានេះខ្ញុំដាក់បាយក្នុងចានចឹងមករួចដាក់ឆាម្រះប្រៅសាច់ជ្រូកហ្នឹងចូលអញ្ចឹងមកហើយខ្ញុំបន្ថែមនៅពងទាសាបបងប្អូនពងទាចៀនសាបហ្នឹងអញ្ចឹងទៅគឺទំនងមែនតើអញ្ចឹងបងប្អូនអាចសាកល្បងធ្វើហូបបានអញ្ចឹងវីដេអូរបស់ខ្ញុំសូមបញ្ចប់តំណងណាបងប្អូន